រដ្ឋបាលខេត្តបាត់ដំបងរៀបចំពិធីស្រោចស្រពព្រះសគុណធាវេរីប្រគេនព្រះមេគុណនិងព្រះមន្ត្រីសង្ឃ19អង្គក្រោមអធិបតីភាពសម្ដេចក្រឡាហោមសខេងសម្ដេចក្រឡាហោមសខេងឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងលោកជំទាវញ៉ែមសាខនសខេងនាថ្ងៃទី15ខែសីហាឆ្នាំ2026បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីស្រោចស្រពព្រះសគុណធាវេរីប្រគេនព្រះព្រំសត្ថាហេងសុខុនព្រះរាជាគណៈកិត្តិយសព្រះសង្ឃកិច្ចកោសលព្រះមេគុណខេត្តនិងជាព្រះឧបជាខេត្តព្រមទាំងព្រះមន្ត្រីសង្ឃខេត្តបាត់ដំបងសរុបចំនួន19អង្គនៅវត្តពោធិ៍វាលក្រុងបាត់ដំបងពិធីនេះត្រូវបានរៀបចំឡើងដើម្បីប្រគេនចំពោះព្រះសង្ឃកិច្ចកោសលហេងសុខុនព្រមទាំងព្រះមន្ត្រីសង្ឃជាសហការីនៅក្នុងគោលបំណងលើកតម្កើងកិត្តិយសនិងសម្ដែងនៅកតញ្ញូកតវេទិតាធម៌ចំពោះការខិតខំប្រឹងប្រែងបម្រើព្រះពុទ្ធសាសនាព្រមទាំងការកសាងសមិទ្ធផលនានាទាំងផ្នែកពុទ្ធចក្រនិងអាណាចក្រក្នុងខេត្តបាត់ដំបងក្នុងឱកាសនោះក៏មានការនិមន្តចូលរួមពីសម្ដេចព្រះពុទ្ធជ័យមុនីបណ្ឌិតខឹមសនសម្ដេចព្រះសង្ឃនាយករងទី3គណៈមហានិកាយយាងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចព្រះមហាសុមេធាធិបតីអំលីមហេងសម្ដេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជាសម្ដេចព្រះមង្គលមុនីវង្សព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយកនិងសម្ដេចព្រះមហាអរិយវង្សបណ្ឌិតយ៉នសេនយាតព្រះអនុប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយកគណៈមហានិកាយនិងជាព្រះចៅអធិការវត្តឧណាឡោមចំណែកឯផ្នែកអាណាចក្រវិញវត្តមានអញ្ជើញចូលរួមដោយសម្ដេចក្រឡាហោមសខេងឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងលោកជំទាវញ៉ែមសាខនសខេងព្រមទាំងឯកឧត្តមឧបនាយករដ្ឋមន្ត្រីឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងព្រមទាំងឯកឧត្តមលោកជំទាវមន្ត្រីរាជការសិស្សនិស្សិតនិងពុទ្ធបរិស័ទយ៉ាងច្រើនកុះករបន្ទាប់ពីកិច្ចប្រារព្ធពិធីតាមបែបបទព្រះពុទ្ធសាសនាសម្ដេចក្រឡាហោមសខេងបានសម្ដែងនៅសេចក្តីអនុមោទនានិងបានថ្វាយព្រះពរជ័យយ៉ាងជ្រាលជ្រៅជូនចំពោះព្រះមេគុណនិងព្រះមន្ត្រីសង្ឃទាំង19អង្គដែលទទួលបានប្រកាសនីយបត្រនិងការស្រោចស្រពព្រះសគុណធាវេរីនាឱកាសនេះសម្ដេចបានគូបញ្ជាក់ថាព្រះរាជប្រកាសនីយបត្រនិងពិធីស្រោចស្រពព្រះសគុណធាវេរីនេះគឺជាសិរីសួស្តីដ៏ឧត្តមឧត្តមដែលកើតចេញពីសេចក្តីព្យាយាមនិងស្នាមព្រះហស្ថដ៏ថ្លៃថ្លារបស់ព្រះអង្គនៅក្នុងការដឹកនាំព្រះពុទ្ធសាសនាគឺជាគោលការណ៍ដឹកនាំជីវិតនៅក្នុងការបណ្ដុះសីលធម៌គុណធម៌និងសុជីវធម៌ហើយព្រះសង្ឃតែងតែជាប្រទីបបំភ្លឺផ្លូវក្នុងការអប់រំចិត្តនិងចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រតាមរយៈសកម្មភាពមនុស្សធម៌ដើម្បីចូលរួមចំណែកដល់ការរក្សាសន្តិសុខនិងការអភិវឌ្ឍសង្គមកម្ពុជាប្រកបដោយចីរភាពនិងបរិយាបន្នជាមួយគ្នានេះដែរសម្ដេចបានសម្ដែងនៅមោទនភាពចំពោះសុខដុមនីយកម្មសាសនានៅកម្ពុជាដែលកើតចេញពីវប្បធម៌ខ្មែរនិងការអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមរដ្ឋធម្មនុញ្ញដែលធានាសិទ្ធិសេរីភាពខាងជំនឿសាសនាលើកកម្ពស់ការគោរពគ្នាការអត់ឱននិងសាមគ្គីភាពជាតិធ្វើឲ្យប្រជាពលរដ្ឋដែលមានជំនឿខុសៗគ្នាអាចរស់នៅជាមួយគ្នាយ៉ាងសុខសាន្តក្រោមម្លប់នៃសុខសន្តិភាពជាកិច្ចបញ្ចប់អង្គពិធីទាំងមូលបានរួបរวมគ្នាសូមពរជ័យនិងសូមប្រគេនពរជ័យចំពោះព្រះសង្ឃកិច្ចកោសលព្រះមេគុណខេត្តនិងព្រះមន្ត្រីសង្ឃសហការីទាំងអស់សូមបានសមប្រកបដោយពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈជានិច្ចនិរន្តរ៍